Ok, hello សួស្តីអ្នកគ្នាថ្ងៃនេះជួបគ្នាសាច់ថ្មីជាមួយខ្ញុំបាទ Channel ផ្សេងជូនស្វាគមន៍កាន់វីដេអូថ្មីដល់គ្នាអូខេចឹងថ្ងៃនេះខ្ញុំធ្វើការ review បន្តិចតាក់ទងទៅនឹង page ចឹងដោយសារតែ page ទំតែ update ថ្មីឬក៏ព័ត៌មានថ្មីតាក់ទងទៅនឹងការបិទនៃ wallet page ចឹងគឺព័ត៌មានហ្នឹងគឺវាបានផ្ដល់យើងបើជា3ខែមុនចឹងថ្ងៃនេះក៏ជាថ្ងៃចុងបញ្ចប់ដែរគឺថ្ងៃទី5គឺតាក់ទងនឹងការដកលុយពី page ព្រោះដោយសារ page វារងទណ្ឌកម្មគឺវាត្រូវបិទអូខេវាបានដល់ព័ត៌មានជាង3ខែមុនដែរចឹងខ្ញុំថានឹង shift to វីដេអូដែរប៉ុន្តែចេះតែរបួសបានធ្វើចឹងថ្ងៃនេះជាថ្ងៃចុងក្រោយហីចឹងមានតែសល់មួយថ្ងៃទៀតថ្ងៃនេះគឺថ្ងៃ4ហើយអូខេចឹងនៅសល់ពេលមួយថ្ងៃទៀតនៅក្នុងការចូលទៅកាន់ page ហើយថ្ងៃនេះខ្ញុំចូលទៅក្នុង page ក៏ចូលនៅក្នុង wallet ក៏អត់ឃើញ dashboard account យើងអាចចូលទៅកាន់ dashboard account បានទេអូខេគឺយើងចូលគឺយើងឃើញតែបែបនេះទេយើងមុនយើងឃើញ wallet របស់យើងធម្មតាតែឥឡូវគឺចូលទៅគឺឃើញលក្ខណៈបែបនេះចូលប្រាប់យើងតាក់ទងទៅនឹងការ support នៃសេវាកម្មរបស់ page គឺត្រូវចាំរយៈពេល72ម៉ោងទៅវាឆ្លើយតបចុះដោយសារតែមានការឆ្លើយតប update ហ្នឹងវាច្រើនពេកអញ្ចឹងវាឲ្យយើងធ្វើការ support ហើយគឺត្រូវរងចាំចុះបើសិនតែ support បន្តទៀតគឺវាអាចនឹងមានរយៈពេលវែងនៅក្នុងការ verify តាក់ទងការឆ្លើយតបចុះដូចជា account របស់ខ្ញុំនេះគឺខ្ញុំធ្វើការបង្កើតតាំងពី2000 account មួយនេះខ្ញុំបាន verify ទេចុះ account នេះគឺខ្ញុំបង្កើតតាំងពី2016ខ្ញុំមានពី account ទៀតគឺបង្កើតតាំងពី2015អូខេអញ្ចឹងនៅកន្លែងនេះក៏វាបានទៅការបង្ហាញព័ត៌មានមកយើងដែរនៅសល់តែប៉ុណ្្នេះទេអូខេអញ្ចឹងព័ត៌មានគឺវាបានផ្ដល់តាំងពីខែពីខែ10អូខេអញ្ចឹងវាបានផ្ដល់ព័ត៌មានយើងមុនតាក់ទងនឹងតនកម្មហ្នឹងឲ្យ9លើកពី EU អូខេនៅអូខេនៅកន្លែងនេះអញ្ចឹងអ្នកអាច copy យកមកអានបានអញ្ចឹងនៅកន្លែងនេះគឺវាប្រាប់អូខេអញ្ចឹងនេះអញ្ចឹងបើថាអ្នកប្រើប្រាស់ជាទីគោរពអញ្ចឹងវាសូមមកបន្ទុកក្នុងការជួយដំណឹងថាសេវាកម្មរបស់យើងនឹងទៅបិទដោយសារតែការចេញនៅតនកម្មគឺចាប់នៅតនកម្មលើកទី19ប្រឆាំងតាក់ទងទៅនឹង page អូខេថ្ងៃទី23ខែ10 2025ចឹងដោយសារតែក្រុមហ៊ុនសកលគឺត្រូវបានអនុវត្តតាមតនកម្មយើងមានបញ្ហាជាមួយដៃគូសំខាន់ៗអញ្ចឹងយើងដឹងថា page ពីមុនគឺវាជា wallet មួយដែលឲ្យយើងផ្ទុកលុយដុល្លារលុយអឺរ៉ូហើយនិងលុយរូបអូខេអញ្ចឹងបន្ទាប់មកក៏វាបានធ្វើការ update តាក់ទងទៅនឹង Bitcoin ឬក៏ cryptocurrency ចូលហើយពីមុនក៏យើងឃើញថាវាមានការដកលុយទៅកាន់ Visa Card ឬក៏ Master Card តាមរយៈ Bank ធនាគារស្រុកខ្មែរបានបន្ទាប់មកគឺយើងឃើញវា update បិទបើកគឺវាដូរវាបិទបើករហូតបន្ទាប់មកក៏វាបានទៅកាបិទតាក់ទងទៅនឹង page វាបុកជាមួយនឹង cryptocurrency ហើយគឺមួយរយៈឃើញក្រោយហ្នឹងគឺឃើញវាបើកជាមួយ cryptocurrency ច្រើនមែនតើប៉ុន្តែឥឡូវគឺវាត្រូវសម្រេចចិត្តក្នុងការបិទហើយអូខេដល់ពួកគេបានរៀបរៀងគណនីរបស់យើងនេះមួយដែលចូលមួយចំនួនដែលចូលរួមជាមួយនឹងសកម្មភាពរបស់អ្នកប្រើប្រាស់អូខេអញ្ចឹងយើងបានខិតខំប្រឹងប្រែងតាំងពី2012អញ្ចឹង page ខ្ញុំស្គាល់ដូចជាតាំងពី2014អូខេអញ្ចឹងវាត្រូវបង្ខំចិត្តនេះព្រោះស្គាល់ថាការធ្វើបប្រតិបត្តិការក្រោមតនកម្មលែងអាចទៅរួចទៀតហើយព្រោះដោយសារវាត្រូវតនកម្មអញ្ចឹងតើតង់ទៅនឹង website ដូចជាតកតងទៅនឹងតនកម្មឬក៏ខ្ញុំធ្លាប់ស្គាល់ដូចជា Pesa មួយដែរកណ្ដឹងដូចជាបិទតាំងពី2017 អូខេ Pesa ក៏ជា website មួយនៅខាងដូចជាទៅនឹង PayPal ដែរហើយដូចជាតកតងទៅនឹង website មួយទៀតដូចតកតងទៅនឹង cryptocurrency ដូច P2P local Bitcoin ក៏ធ្វើការបិទដែរតាម website របស់គេគឺនៅបើកបានធម្មតាគាត់ថាវាបិទមុខងារមួយចំនួនដែលយើងអាចចូលទៅទិញលក់បានទេចេះឥឡូវគឺចូលដល់តកតងទៅនឹង page ម្ដងអូខេហើយ page ក៏ខ្ញុំបានប្រកាសដកលុយចេញអស់ដែរប៉ុន្តែបើថាមួយថ្ងៃមុនយើងអាចចូលទៅកាន់ dashboard ឆែកឃើញ account របស់យើងនៅសល់ប៉ុន្មានសេនដែររបស់ខ្ញុំនៅក្នុងហ្នឹងដូចជាបាយយើងចិត្តមករៀលដែរប៉ុន្តែឥឡូវគឺយើងអត់អាចឃើញបានទេព្រោះវាបិទមុខងារហ្នឹងហើយចឹងមកយើង log in ចូលធម្មតាឃើញតែ mistake អីចឹងទៅអូខេអញ្ចឹងវាសូមមកយើងដកប្រាក់រហូតដល់ថ្ងៃទី5ខែ1 2021បន្ទាប់ពីការប្រឆាំងនេះការដកប្រាក់អាចរកបានតាមរយៈសេវាកម្មជំនួសតែប៉ុណ្ណោះអញ្ចឹងបើបន្ទាប់ពីហ្នឹងទៅអ្នកអាចនឹង support បានធម្មតាប៉ុន្តែបើសិននៅចន្លោះនេះគឺអ្នកអាច support អាចចូលទៅកាន់website អាចដកលុយបានធម្មតាអូខេ
គឺយើងដកចេញទៅតែបន្ទាប់ពីហ្នឹងទៅគឺអ្នកនេះអាចចូលលេងចូលទៅក្នុង website នេះបានហើយអញ្ចឹងគឺអ្នកអាចតបតាមរយៈការ support អូខេចុះវាប្រាប់យើងអូខេបន្ទាប់ពីការប្រឆាំងហ្នឹងគឺអ្នកអាចដកតាមរយៈសេវាកម្មជំនួសតែប៉ុណ្ណោះអញ្ចឹងនៅថ្ងៃទី28ខែតុលាឆ្នាំ2025វេលាម៉ោងប្រហែលនេះអូខេអញ្ចឹងដោយសារតែការចេញនៅកញ្ចប់ទណ្ឌកម្មលើកទី19នៅសហភាពអឺរ៉ុបយើងខ្ញុំកំពុងតែបញ្ចប់សេវាកម្មសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីឬក៏ប្រទេសសហភាពអឺរ៉ុបអូខេអញ្ចឹងការដកប្រាក់ពីគណនីរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងនេះអាចប្រើប្រាស់រហូតដល់ថ្ងៃទី24វិច្ឆិកា2025លើកផុតហើយអញ្ចឹងសូមចំណាំថាយើងត្រូវតម្រូវការត្រួតពិនិត្យតទៅនឹង KYC សម្រាប់បន្ថែមសម្រាប់អ្នកប្រើប្រាស់មួយចំនួនអញ្ចឹងបើខំរបស់ខ្ញុំមួយនេះគឺវាអត់ទាមពេញ KYC ទេខ្ញុំដកបានធម្មតាព្រោះដោយសារមាន account អ្នកខ្លះគាត់បានប្រកាសជាប់អត់អាចលុកចូលបានត្រូវ account នឹងគឺទៅបានជាប់តនកម្មអញ្ចឹងទាមទារ verify ដូចជា account ណាប្រងនេះគាត់បានទៅការឆាតមកខ្ញុំហើយក៏ account របស់គាត់ក៏បានធ្វើការជាប់តទៅនឹងតនកម្មដែរអញ្ចឹង account នេះគឺគាត់អាចលុកចូលបានអូខេអញ្ចឹងគាត់បានទៅការឆាតមកសួរខ្ញុំអូខេអញ្ចឹងគាត់សួរខ្ញុំអូខេចុះខ្ញុំបានឆ្លើយតបតែដោយសារ account របស់គាត់នេះគឺ log in ចូលបានចុះខ្ញុំបានប្រាប់ទៅតាក់ទងទៅនឹង page គឺនឹងទូកាច់លេងមានគណនីអញ្ចឹងអូខេអញ្ចឹង account របស់គាត់នេះគឺលេងមានគណនីអញ្ចឹងទាមទារយើងធ្វើការ support ទៅកាន់ page ដើម្បីបើក account មកវិញអូខេចុះខ្ញុំបានធ្វើការប្រាប់ចឹងគាត់សួរខ្ញុំតាក់ទងឆាតតាម email មែនចឹងខ្ញុំបានប្រាប់បើសិនជាយើងលុកចូលបានយើង support តាមរយៈ support តែ kit ប៉ុន្តែបើអត់បានទេគឺយើងមាន support តាមរយៈ email ចឹងតាមរយៈ email អ្នកគ្នាធ្លាប់ទៅការប្រើប្រាស់ page គឺធ្លាប់មានសារជាមួយនឹង page អញ្ចឹងគឺយើងអាច support ជាមួយនឹងដែរ support ទៅ page ចឹងយើងអាចការសរសេរនិយាយ support នៅកន្លែងហ្នឹងបានគឺយើងចូលតាមរយៈនេះប៉ុន្តែបើយើងចូលតាមនេះតើយើង account របស់យើងគឺ log in ចូលបានធម្មតាបើអត់ចូលបានធម្មតាទេគឺយើងអាច support កន្លែងហ្នឹងបានទេចឹងយើងមាន support តាមរយៈ email ចឹងខ្ញុំបានប្រាប់ថាវាធ្វើការសារទឹកប៉ុន្តែដោយសារតែពេលនេះគឺវាអត់គិតសារទឹកទេអញ្ចឹងគឺយើងអាច support រយៈពេល1ថ្ងៃ2ថ្ងៃគឺវាឆ្លើយតបអញ្ចឹងគាត់បានធ្វើការ support ទៅក៏បានឆ្លើយតបអញ្ចឹងគាត់ថតយកខ្ញុំវាក់មើលខ្ញុំឲ្យគាត់ copy ដាក់មកទាំងអស់អញ្ចឹងវាទាមទារដូចជា7ចំណុចតើតើការទាមទារហ្នឹងខ្ញុំនឹងខែបងប្អូនគ្នាអញ្ចឹងគឺវាទាមទារទី1គឺតើតើទៅនឹងអត្តសញ្ញាណប័ណ្ណគឺយើងមានលិខិតឆ្លងដែនឬក៏ID card ឬក៏តញ្ញាណប័ណ្ណរបស់យើងហ្នឹងហើយវាយើងថតរូប selfie ជាមួយនឹងតញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនអូខេមួយចំហជាប់មុខរបស់យើងហើយឲ្យគឺច្បាស់ទៅគឺយើងអាចដាក់ចូលបានហើយ support តាមរយៈ email ទៅហើយវាឲ្យយើង scan តាក់ទងទៅនឹងឯកសារមួយចំនួនតាក់ទងនឹងវិក័តប័ណ្ណទឹកភ្លើងអគ្គិសនីអ៊ីនធឺណិតឬក៏របាយការណ៍ធនាគារជាដើម bank statement ដូចជា AVA អីអ្នកអាចចាំដាក់បានព្រោះដោយសារវាមានជាប់តាក់ទងទៅនឹងឈ្មោះរបស់យើងហើយនឹងអត្តរស័យដ្ឋានឲ្យត្រូវទៅនឹងជាមួយនឹង passport ឬក៏តញ្ញាណប័ណ្ណរបស់យើងគឺយើងអាចយកមកអាប់ឡូតបានហើយត្រូវតែមានអំឡុងពេលរយៈពេល3ខែប្រតិបត្តិការហ្នឹងបើលើសពីហ្នឹងគឺវាអត់យកទេអញ្ចឹងយើងត្រូវមានឯកសារដើមប្រភពចំណូលរបស់យើងមួយទៀតអូខេហើយនេះប្រភពតាក់ទងទៅនឹងBlack Cryptocurrency អញ្ចឹងកន្លែងនេះគឺយើងបាច់ក្បាលដែរអូខេហើយសុំបន្តតាក់ទងនឹងលុយរបស់យើងមាននៅក្នុង page ប្រហែលយើងអាចប្រាប់គេទៅចន្លោះប្រហែលហើយនេះគឺតាក់ទងទៅនឹងបណ្ឌការថ្មីប៉ុន្តែកន្លែងនេះក៏មិនបាច់ក្បាលដែរអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ឲ្យវាហើយគឺរយៈពេល7ថ្ងៃបន្ទាប់ពីការផ្ទៀងផ្ទាត់វាអូខេហើយគឺអ្នកនាងអាចចូលទៅកាន់ account អ្នកនាងដែលគេត្រូវបានហាមឃាត់ហ្នឹងគឺអាចចូលទៅបានដើម្បីដកលុយបានអញ្ចឹងមានរសល់ពេលប្រហែលជា2ថ្ងៃទៀតអូខេចូលដល់ផុតថ្ងៃ5ទៅគឺអ្នកនាងអាចលេងចូលបានអញ្ចឹងអ្នកនាងមានការ support គឺតាមរយៈសេវាកម្ម control ដែលអ្នកនាងអាចដកលុយបានណាអូខេអញ្ចឹងនេះបច្ចុប្បន្នអ្នកមិនអាចចូលទៅកាន់គណនីរបស់អ្នកបានទេដើម្បីមកតំណែងដល់ព័ត៌មានសម្បត្តិអញ្ចឹងសូមបង្កើតសម្បត្តិនេះនៅក្នុងគណនីសារដំបងតាមរយៈដំណ link តាមបើសិនអ្នកនេះចូលបានតែបើចូលបានទេគឺយើងសម្បត្តិតាមរយៈ email អូ
ok trong cái trong video này hoặc mình đi trang tế cái hay tại tông thằng page với đôi nhầm đằng ấy thay nhưng một cái tăng chỉ một đập vào mũi hay còn mình lại có môi mùi nhóm đôi chi mặc quan để chưa này ok trong cái nhóm tôi ca video review tí từ buộc lại nhạc là có đấng bộ design khơi mình đã có chạm với nhóm chọn đài còn bàn tôi ca đẹp bộ design khơi mình đã có chọn không chọn đài hay là khác có đấng để tông đường page tôi ca bật đài trong bài đẹp còn bạn tục lưới không nắng qua đại khi dân chủ đã đỏ tới người ta bắt bàn tục nông tế ok trong cái page với chất tờ ấy chất bật đấy ok trong cái trong video nàyคือ mình là phần tế hay bật sinh hay mình hỏi cứ ai comment trong video được có chat một cái account Facebook của nhóm đại nhóm bạn đã liên lạc cầu video ok trong chúc nên video cao ok bye bye